កុំប៉ះខ្ញុំសំហើយជានាងតូចត្រកូលសិនជាកូនស្រីច្បងនិងជាស្រីស្អាតលេខ1នៅតំបន់ចង្ហៃទោះបីជានាងស្រវឹងខ្លាំងយ៉ាងនេះក៏ដោយនាងនៅតែពិសេសយប់នេះអ្នកត្រូវតែជារបស់ខ្ញុំហើយនេះអ្នកណាអាចឆ្កែនេះអ្នកខ្វាក់មែនទេសុំទោសលោកបងវាងឹតណាស់ខ្ញុំមើលមិនច្បាស់តើខាត់អស់ប៉ុន្មានដែរខ្ញុំនឹងសង់អ្នករថយន្តទំនើបរបស់ខ្ញុំគឺមានតម្លៃរាប់លានចំណែកអារម្មណ៍ល្អរបស់ខ្ញុំវិញមានតម្លៃរាប់សិបលានឯណោះអ្នកហ៊ានសង់ខ្ញុំតាមវិធីណាប្រើរបស់អ្នកនេះឬមួយក៏ប្រើក្បាលរបស់អ្នកជួយផងតើអ្នកចង់ធ្វើអីហ្នឹងធ្វើអីជួយមនុស្សអាអ្នកលក់តូចតាចស្អុយនៅចង់ធ្វើជាវីរបុរសសង្គ្រោះនារីទៀតឬអ្នកសំទេចង់មកបំផ្លាញរឿងល្អរបស់ខ្ញុំធ្វើបានអីពួកអ្នកណាជាប្រភេទមនុស្សខ្ញុំធ្លាប់ជួបច្រើនហើយមិនមែនគ្រាន់តែចង់បានលុយទេអាកំប្រត់នេះជាឆ្អឹងដែលខ្ញុំបោះឲ្យអ្នកស៊ីភ្លាមចេញឲ្យឆ្ងាយចេញបងស្រីខ្ញុំមកជួយអ្នកហើយមិនក៏មិនព្រមជាប់នុយសាច់សាច់ខ្លាញ់ទឹកសាច់ខ្លាញ់ទឹកខ្លាញ់សាច់ទឹកម៉ាសាឲ្យបាត់ស្រវឹងអ្នកអាថោកទៀបខ្ញុំវីអ្នកថ្លៃស្នាក់មួយយក80ថ្លៃខោអោបមួយជិត50អ្នកកម្លាំងខ្ញុំប្រឡាក់អស់10ហើយថ្លៃពេទ្យនៅសល់40ថ្លៃ200នឹងអ្នកយកគ្រប់ហើយមែនទេមិនទាន់ខ្ញុំបានប្រថុយយកអ្នកស្រវឹងនេះចេញមកជួយអ្នកហើយធ្វើឲ្យផ្ទះខ្ញុំរញ៉េញ៉ៃអស់យកលុយអ្នកហើយថែមទាំងយកសម្លៀកបំពាក់អូនស្រីខ្ញុំឲ្យអ្នកត្រឹមតែមិនអរគុណថែមទាំងមកវាខ្ញុំទៀតអ្នកដឹងខ្ញុំត្រូវធ្វើមិនទេចង់បានលុយមែនទេមើលខ្ញុំមកអ្នកតួខ្ញុំនៅកន្លែងផ្ទះជើកាន់លុយរបស់ខ្ញុំមកលេងនៅទីនេះមិនសមរម្យទេអ្នកធំរបស់ខ្ញុំបានកោតសរសើរឲ្យចុះហត្ថលេខាលើបេសកកម្មអគារចាស់ជីងលីននេះភារកិច្ចនេះអ្នកគ្រប់គ្នាបានចុះហត្ថលេខារួចហើយមានចោលម្នាក់ទៀតមកបំផ្លាញរឿងល្អថ្ងៃនេះខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតចុះកុងត្រាឲ្យប្រញាប់ចេញទៅភ្លាមបងប៉ាវខ្ញុំពិតជាអាចរើចេញបានខ្ញុំអាចសូមឲ្យប្អូនស្រីខ្ញុំរកផ្ទះរបស់នាងបានទៅខ្ញុំឲ្យមុខអ្នកខ្លាំងពេកហើយមែនទេតើអ្នកចង់បានប្អូនស្រីអ្នកឬចង់បានកូនស្រីរបស់ខ្ញុំបើថ្ងៃនេះអ្នកមិនចុះហត្ថលេខាទេខ្ញុំនឹងនៅចំពោះមុខអ្នកខ្ញុំនឹងធ្វើឲ្យកូនស្រីខ្ញុំសប្បាយចិត្តស្រួលកុំអីបងប៉ាវនេះគ្រាន់តែជានីតិវិធីនាងជាស្រីសំផឹងតើនាងមានឋានៈអ្វីខ្ញុំជាអ្នកកំណត់ឋានៈរឿងបែបនេះស្រីថោកទាបបែបនេះខ្ញុំមិនដែរបានឃើញផងខ្ញុំមិននឹកស្មានថានាងបែរជាចាប់អារម្មណ៍មនុស្សសម្រាមដូចអ្នកសោះមនុស្សគ្មានតម្លៃមើលទៅការមកថ្ងៃនេះជាពេលដែលខ្ញុំត្រូវបង្កើទឿនរឿងមួយហើយខ្ញុំក្នុងនាមជាប្រធានក្រុមហ៊ុនហ្វុងហាវព្រមមានអ្នករកគ្នាថាបើហ៊ានធ្វើអ្វីដល់សូម្បីតែខ្សែរសក់ខ្ញុំបន្តិចក៏ខ្ញុំមិនលើកលែងអ្នកដែរបើអ្នកជាប្រធានក្រុមហ៊ុនហ្វុងហាវមែននោះខ្ញុំជាស្ដេចប្រទេសឡុងទៅហើយស្រីរបស់អាអ្នកសុំទៀនស្អុយនឹងបើមិនស្រីសំផឹងក៏ជាស្រីថោកទាបដែរដោះសម្លៀកបំពាក់នាងចេញឲ្យអស់កុំឲ្យនាងរើបំរាស់បងវីវអ្នកចង់ធ្វើអីក៏បានដែរតើមានអ្វីពិបាកអ្នកលេងនាងទៅអ្នកជាឆ្កែព្រៃក៏ហ៊ានមកស្លាប់ជំនួសស្រីសំផឹងម្នាក់នេះឲ្យខ្ញុំបំបាក់ជើងឆ្កែនាងសិនទៅឈប់ឈប់សិនអ្នកនាងធំនេះគឺអ្នកណាហ៊ានបិទភ្នែកឆ្កែរបស់អ្នកដែលនៅចំពោះមុខអ្នកនេះគឺកូនស្រីឆ្នាំជាអគ្គនាយិកាក្រុមហ៊ុនហ្វុងហាវគឺអ្នកនាងសិនយ៉ានឈូជាកូនអ្នកមានត្រកូលសិននៅជាងហៃអ្នកនាងធំខ្ញុំពិតជាមនុស្សល្ងងមើលមិនយល់អ្នកនាងមេត្តានៅខ្ញុំផងព្រោះខ្ញុំមានចិត្តសូមលើកលែងជីវិតឲ្យខ្ញុំម្ដងតាមពិតទៅអ្នកមិនដឹងថាខ្លួនខុសផងអ្នកគ្រាន់តែខ្លាចទទួលខុសត្រូវប៉ុណ្ណោះចេញទៅអ្នកនាងសិនខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំលែងហ៊ានទៀតហើយអ្នកនាងសិនសូមមេត្តាទុកជីវិតឲ្យខ្ញុំផងអ្នកនាងសិនបងបៀវអ្នកនាងសិនខ្ញុំគ្មានចេតនាបំពេញអ្នកនាងទេខ្ញុំជឿណាស់ទ្រាំមិនបានទេខ្ញុំមិនយកលុយ200យ៉ននោះទេខ្ញុំសិនយានឈូតែងតែច្បាស់លាស់ឬដូច្នេះខ្ញុំនឹងផ្ដល់ជំរឿ2ដល់អ្នកគឺអ្នកទទួលយកបាន1លាននេះហើយបំណុលគុណរវាងយើងនឹងត្រូវលុបចោលទាំងស្រុងឲ្យត្រឡប់ទៅជាគ្មានជាប់ជំពាក់អ្វីទៀតឡើយមួយទៀតចូលរួមក្រុមហ៊ុនហ្វុងហាវរបស់ខ្ញុំធ្វើជាជំនួយការរបស់ខ្ញុំទៅចូលរួមកិច្ចប្រជុំទីផ្សារនៅថ្ងៃស្អែកប្រាក់ឈ្នួលដ៏ច្រើននិងថ្លៃសេវាជួលជាច្រើនដោយសារតែខ្ញុំមានទំនាក់ទំនងគ្រួសារសិនតើអ្នកអាចមើលថែអ្វីខ្លះទៅគូសៀវអាយអ្នកមើលឆ្អែតហើយឬនៅជូចរខ្ញុំបានស៊ើបអង្កេតអ្នកហើយកាលពី10ឆ្នាំមុនអ្នកគឺជាលោកជំទាវជើដែលធ្លាប់អស់ចាកាលពី10ឆ្នាំក្រោយមកអ្នកគឺជាសម្រាមដែលគេមើលងាយមែនទេការពិតដែលអ្នកអាចឈរនៅទីនេះគឺដោយសារលោកជំទាវរបស់យើងអាណិតអ្នកបានផ្ដល់ឱកាសឲ្យអ្នកយកអំណាចនិងកិត្តិយសត្រឡប់មកវិញដើម្បីស្ដារត្រកូលជើឡើងវិញត្រូវចេះថែរក្សាវាឲ្យបានល្អគ្រប់គ្រាន់ហើយកុំគិតថាគ្រាន់តែអ្នកបង់លុយជួយលោកជំទាវយើងគឺជាប្រាក់ខែចាំបាច់នោះដាក់ចុះអេយ៉ាម៉ាស់អ៊ីនរបស់អ្នកនោះទៅនេះក៏មិនមែនជាការយកលុយមកប្រើ